ngày muốn tiền đã thở ở lại ban lan môi free mà cha còn gặp phong thể hiệp trong bao tiền hello bông mẹ rõ mấy đá trên lan môi free ở lối đúng phương mày tên là bọn thông báo đi lực tí 10 ở lại chui phèo option bị xe bỏ thi zone bay thì ban này bông để bằng cái thằng ấy được đăng trận trên bong tiếp đây ok chân chậm nhom review chun bông vào tập nếp pi chuẩn bị xe này càng kéo khoan này càng nóng option rồi bỏ thi zone bay này ok បងប្អូន អញ្ចឹងនេះគឺជាលៀប motor model T03 ជា compact SUV ឬក៏ SUV ខ្នាតតូចជាពិសេសហ្នឹងគឺជាប្រភេទឡានអគ្គិសនីឬក៏ EV ផងដែរអញ្ចឹងគឺស័ក្តិសមមែនទែននៅក្នុងការប្រើប្រាស់ក្នុងក្រុងងាយស្រួលបត់ងាយស្រួលចតអញ្ចឹងណាបងប្អូនតម្លៃបច្ចុប្បន្នគឺ $14990 ហើយតកតងទៅនឹង range យើងជិះបានរហូតដល់ 310 km ជាមួយនឹង capacity អាគុយរហូតដល់ 31.9 kW ម៉ោងអញ្ចឹងបងប្អូនសាកពី 30 ទៅ 80%ចំណាយពេលត្រឹមតែ 36 នាទីតែប៉ុណ្ណោះបើសិនជាយើងប្រើប្រាស់ fast charge ឬក៏ DC តកតងទៅនឹងរាងខាងក្រៅខ្ញុំចង់អារម្មណ៍ថាទំនើបស្អាតហើយក៏មើលទៅសមទាំងមនុស្សខុសទាំងមនុស្សស្រីតែម្ដងបើសិនជាយើងកលេចទៅមើល option ទោះបីជាឡានទូចប៉ុណ្ណឹងមែនក៏ប៉ុន្តែអត់ឲ្យឆាច់ឡានធំទេបងប្អូនជាគៀងនេះគឺជាប្រភេទ LED ទាំងអស់តែម្ដងទាំង daytime running light ដែលជា mode ព័ទ្ធជុំវិញនិងមានគុជឬក៏ main headlight នៅចំនៅកណ្ដាលនេះតែម្ដងហើយបងប្អូនឃើញហ្នឹងគុជរបស់គេគឺធំខ្លាំងមែនទែនហើយក៏មានមុខងារបិទបើកអូតូសេរីកម្ពស់តឡើងតលាក់អីបានមួយអែហ្មងអញ្ចឹងនៅផ្នែកខាងមុខនេះគឺលាតសាមញ្ញស្អាតដោយសារតែជាប្រភេទ EV អត់មានសំណាញ់ប៉ុណ្ណាទេក៏ប៉ុន្តែក៏មានប្លុកខ្យល់នៅខាងក្រោមក៏ដូចជានៅខាងក្រោមហ្នឹងមានប្លុកខ្យល់ធំសម្រាប់បញ្ចុះកម្ដៅទឹកស្អំរបស់អង្គុយរីឯចំកណ្ដាលមុខដែលមាន logo Leap Motor នេះគឺជាកន្លែងសាកអគ្គិសនីរបស់ឡានតែម្ដងហើយឡាននេះប្រើប្រាស់ motor មួយគ្រាប់កម្លាំង 55 kW ឬក៏កម្លាំងសេស74 horsepower ហើយកម្លាំងរំមូលរហូតដល់ 114 Newton m ហើយតកតងទៅនឹងទំហំឡាននេះបណ្ដោយគឺល្បាក់ 3.6 ម៉ែត្រក៏ដូចជាទទឹងហើយនឹងកម្ពស់ហ្នឹងល្បាក់ 1.6 ម៉ែត្រដូចគ្នាជាមួយនឹងយ៉ានរបស់គេប្រើប្រាស់ទំហំ 15 inch មើលទៅគឺស្រស់ស្អាត fit ខ្លាំងមែនទែនបងប្អូនតកតងទៅនឹងផ្នែកខាងក្រោយនេះយើងឃើញថាសមរម្យក៏ដូចជាស្អាតដូចផ្នែកខាងមុខដែរមាន stop គឺជាប្រភេទ LED ក៏ដូចជា mode របស់គេមានមួយឆ្នូតខ្មៅពីឆ្វេងអូសទៅផ្នែកខាងស្ដាំតែម្ដងជាមួយនឹង logo របស់ Leap Motor នៅចំកណ្ដាលឡានតែម្ដងបងប្អូនឃើញមានទូចឹងទេក៏ប៉ុន្តែក្លុបខាងក្រោយទលាគូសំបងប្អូនដោយសារតែ Leap Motor គាត់បានរចនាឲ្យក្លុបនេះជម្រៅរាងជ្រៅបងប្អូនដាក់មកវលីអីក៏នៅសល់ space ទៀតដែរហើយបើសិនត្រូវការដាក់អីវ៉ាន់ច្រើនក៏យើងអាចបដូរកៅអីជួរទី2នេះដើម្បីមាន space បន្ថែមអូខេបងប្អូនអញ្ចឹងសម្រាប់ផ្នែកខាងក្នុងនេះក៏ជាការរចនាបែប minimal ឬក៏ទាន់សម័យស្រឡះភ្នែកដែរអត់មានជាមួយនឹងចង្កឹះលេខក៏ដូចជាប្រាំងដៃទេដោយសារតែប្រាំងដៃគឺជាប្រភេទ electronic នៅចំកណ្ដាលនេះរីឯចង្កឹះលេខគាត់បានយកមកដាក់នៅក្រោយចង្កូតនេះដូចឡាន luxury ថ្លៃអញ្ចឹងហើយចង្កូតវិញក៏ជាប្រភេទស្បែកដែលមានមុខងារនៅលើនឹងច្រើនឡើងតម្លាក់ volume លើកទូរស័ព្ទ voice command ហើយជាពិសេសអីដែល surprise ខ្ញុំគឺមានជាមួយនឹង cruise control ទេបងប្អូនទាំងគ្នាហើយលើពីនឹងទៀតក៏មានជាមួយនឹង driving mode រហូតដល់3 eco standard ហើយនិង sport ហើយដោយសារតែប៊ូតុងសេរីម៉ាស៊ីនត្រជាក់ផ្សេងៗគាត់បានបញ្ចូលទៅក្នុងអេក្រង់ infotainment system នេះទាំងអស់តែម្ដង touch smooth ខ្លាំងមែនតើបងប្អូនទាំងគ្នាហើយទំហំរបស់គេគឺ 10.1 inch រីឯកុងទ័រវិញគឺយើងបានកុងទ័រ digital ទំហំ 8 inch មើលទិន្នន័យផ្សេងៗដូចជាល្បឿនក៏ដូចជាកម្លាំងអាគុយហ្នឹងច្បាស់ខ្លាំងមែនតើបងប្អូនបន្ថែមទៅលើផ្នែកខាងក្រោមនេះយើងបានរុនសាក USB-A រុនកន្ទុយប្រេ12 V ហើយនឹង cup holder នៅចំកណ្ដាលហ្នឹងតែម្ដងតែតទៅនឹងកៅអីនេះក៏ជា mode modern ឬក៏ទាន់សម័យផងដែរដោយបងប្អូនឃើញការរចនាខាងលើនេះអញ្ចឹងហើយសម្រាប់ស្បែកនេះវិញគឺទន់ស្រួលដោយបងប្អូនឃើញនៅពេលដែលខ្ញុំសកត់នេះអង្គុយទៅផាសុខភាពហើយផ្អែកទៅគឺ comfy ខ្លាំងមែនតើហើយតទៅនឹង option សុវត្ថិភាពខ្ញុំគិតថាក៏អូខេដែរមានជាមួយនឹង ABS ក៏ដូចជា EVD អញ្ចឹងនៅពេលដែលយើងចាប់ប្រាំងទៅដំណើរការល្អអញ្ចឹងសុវត្ថិភាពនៅក្នុងការប្រើប្រាស់ហើយក៏មាន pedestrian warning system ដែលវានឹងផ្ដល់សញ្ញាទៅដល់អ្នកដំណើរថ្មើរជើងនៅពីមុខឡានរបស់យើងខណៈពេលដែលយើងបើកល្បឿនយឺតដោយបងប្អូនទាំងគ្នាឃើញអញ្ចឹង T03 នេះទូចក៏ប៉ុន្តែខ្លឹមតែម្ដងមុខងារទំនើបក៏មានច្រើនគួរសមដែរក៏ប៉ុន្តែសម្រាប់មកគ្រឿងនេះផ្ទាល់គឺមានម្ចាស់ហើយដោយសារតែគាត់បានទាញពណ៌ក៏ដូចជាទាញ model ត្រូវអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចាប់អារម្មណ៍ជាមួយនឹង T03 នេះអាចមកមើលផ្ទាល់នៅ showroom បានឥឡូវហ្នឹងគាត់មានពណ៌សមានពណ៌បៃតងក៏ដូចជាពណ៌ទឹកស្មុទ្រអីជាដើមក៏ដូចជា model SUV ខ្នាតធំរបស់គាត់គឺ C10 ដែលបងប្អូនអាចមកមើលផ្ទាល់បានវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ